ជំរាបសួរអ្នកនរគ្នាស្វាគមន៍សាថ្មីមកកាន់ការសម្រាយរឿងលីគីយ៉ុងរបស់យើងបន្តទៀតហើយអ្នកមកថ្មីកុំភ្លេចជួយចុច Subscribe ដាក់សញ្ញារូបកណ្ដឹងម្នាក់មួយផងដើម្បីឲ្យខ្ញុំឆាប់បាន 1K អញ្ចឹងកុំឲ្យខាតពេលវេលាយូរតោះចាប់ផ្ដើមនៅពេលនេះយើងបន្តពីការចោទសួររវាងយ៉ុងសុងជាមួយនឹងឌុងហ្គូសួរទៅលើលីគីយ៉ុងរបស់យើងថាយោ Commander ឬក៏យោ Archer ហើយលីគីយ៉ុងរបស់យើងក៏បាននិយាយថាខ្ញុំយក Magicពួកនោះស្ដាប់ហើយក៏បានបាក់ចង្កេះផឹងហើយឌុងហ្គូក៏បាននិយាយថាវាមិនគួរសោះតែបងឯងមិនយក Commander ហើយយើងសងក៏បានសួរទៅកាន់លីគីយ៉ុងថាលីគីយ៉ុងមិនបានជាឯងជ្រើសរើសមេឃចឹងហើយបរោះខ្ជូតលីគីយ៉ុងរបស់យើងក៏បាននិយាយតបថាគ្រាន់តែអារម្មណ៍ហ្នឹងហើយក៏បានគិតក្នុងចិត្តថាអាចយ៉ាងไรនេះវាពិបាកចិត្តនៅពេលដែលយើងមិនយក Archer មូលហេតុដែលយើងមិនយក Archer នោះក៏ដោយសារតែនៅក្នុងជំរឿនរបស់យើង Archer មិនមែនជាជំរឿនរបស់យើងទេដោយសារតែយើងមិនល្អនៅក្នុងការប្រើប្រាស់រាងកាយទេចំណែកឯ Clash Commander វិញវាគួរឲ្យចង់យកដែរប៉ុន្តែវាបោកតម្លៃត្រឹមតែមួយតែប៉ុណ្ណោះប៉ុន្តែបើប្រៀបធៀបជាមួយនឹង Magic វិញវាល្អជាងក៏ដោយសារតែវាមិនអាក្រក់ទេសម្រាប់ការឡើងកម្រិតនៃបញ្ញាដែលខ្ពស់ស្រាប់ហើយនោះហើយក៏វាបានបូកទៅលើម៉ាណាដែលគ្មានសោះរបស់យើង3ផងដែរដែលជារបស់ថ្មីសម្រាប់យើងដោយការបូកបន្ថែម3ទៅលើម៉ាណាដែលយើងមិនមានសោះពិតជាល្អមែនតើភ្លាមនោះ system ដែលបានចេញពីការជ្រើសរើសខ្លះនោះក៏បានប្រាប់ថាលីគីយ៉ុងរបស់យើងនឹងបូកបន្ថែម3បន្ទុកទៅលើបញ្ញាជាមួយនឹងបូកបន្ថែម3បន្ទុកទៅលើម៉ាណាដែលជា effect របស់ Clash Magic ហើយនឹងទទួលបានចំណេះដឹងមូលដ្ឋានអំពី Magic បន្តមក system បានចាក់បញ្ចូលទៅកាន់លីគីយ៉ុងរបស់យើងហើយបន្តមកលីគីយ៉ុងរបស់យើងក៏បានបើក starter window ដើម្បីមើល ability របស់ខ្លួនយើងឃើញថាលីគីយ៉ុងអត់ទាន់ទទួលបាន title ទេដើម្បីទទួលបាន title system តម្រូវឲ្យលីគីយ៉ុងធ្វើការឲ្យខ្លាំងជាងមុនហើយអ្វីដែលសំខាន់លោតមកថ្មីនោះគឺជា Clash Effect គឺ system បានផ្ដល់ឲ្យចំណេះដឹងនៃ basic របស់ Magic ទៅកាន់លីគីយ៉ុងរបស់យើងហើយជាមួយនឹង stat លីគីយ៉ុងរបស់យើងឡើងម៉ាណាចំនួន3ហើយបន្តមកទៀតលីគីយ៉ុងក៏បានទៅឆែកមើល overview ហើយ system នៅតែ deal អញ្ចឹងថាយ៉ាងណាក៏នៅតែ on ដែរនិយាយទៅ system បានសរសើរលីគីយ៉ុងដោយរបៀប deal ថាលីគីយ៉ុងនឹងគ្មានទេពកោសល្យទេហើយគ្មានម៉ាណាសោះប្រោយដែលទទួលបានម៉ាណាដោយសារ Clash ហ្នឹងគឺវាសំណាងហើយមិនបាច់ចាំរំពឹងថាអ្នកនឹងរីកចម្រើនជាមួយនឹង Magic ទេហើយមិនបាច់ចាំរំពឹងខ្ពស់ពេកទេបើសិនជារំពឹងខ្ពស់ពេកវានឹងខកចិត្តកាន់តែធំនិយាយទៅ starter window ហ្នឹងនិយាយមកជន់ប្លិចលីគីយ៉ុងរបស់យើងហ្មងហើយលីគីយ៉ុងក៏បានគិតថាវាមិនអន់ពេកទេយ៉ាងណាក៏វាមានប្រយោជន៍ដែរគិតហើយលីគីយ៉ុងរបស់យើងក៏បាននិយាយទៅកាន់ឌុងហ្គូថាយ៉ាងណាមិញឌុងហ្គូឯងបានជ្រើសរើសខ្លះហើយនៅហើយឌុងហ្គូក៏បានឆ្លើយថាតែក៏ប៉ុន្តែខ្ញុំទទួលបាន option ដែលជ្រើសរើសខ្លះនឹងដូចគ្នាហើយមាន2ខ្លះគឺ Shieldman ហើយនិង Priest ប៉ុន្តែខ្ញុំអត់តដឹងថាខ្ញុំត្រូវជ្រើសរើសអីបងបន្តមកពីអ្នកនោះលើអញ្ចឹងហើយក៏បាននិយាយថាយក Shieldman បាទគេថាពីអ្នកនេះនិយាយតាណាគ្នាឡើងដូចប្តីប្រពន្ធអញ្ចឹងអត់យល់ទេតើចូលសាច់រឿងអញ្ចឹងវិញហើយឌុងហ្គូក៏បាននិយាយថាប៉ុន្តែ Priest ពីអ្នកនោះក៏បាននិយាយថាយក Shieldman ឌុងហ្គូលើហើយក៏បានធ្វើតាមទាំងមុខដសានខ្ជូតហើយលីគីយ៉ុងក៏បានសួរទៅកាន់ឌុងហ្គូថាម៉េចនឹងអូនឯងយកអីគេមិញហើយឌុងហ្គូក៏បានលើក shield មកញញឹមឡើងស្រស់សង្ហាហើយក៏បាននិយាយទៅកាន់លីគីយ៉ុងថាដោយអ្វីដែលលបងបាននិយាយខ្ញុំគឺជា Shieldman ចាប់ពីឥឡូវនេះតទៅហើយលីគីយ៉ុងក៏បាននិយាយទៅកាន់ឌុងហ្គូថាល្អអរគុណជ្រើសរើសបានល្អហើយលីគីយ៉ុងរបស់យើងបានគិតក្នុងចិត្តថាល្អដែរមានខែលសាច់ជាផ្លូវការមួយបន្តមកយងសុងក៏បាននិយាយថាអបអរសាទរអ្នកទាំងពីរហើយតើយើងគួរតែត្រឡប់ទៅវិញឥឡូវអត់ហើយក៏បាននិយាយបន្តទៀតថាមិនពេលអញ្ចឹងតែយើងគួរបែងចែកស្បៀងអាហារដោយរបៀបណាហើយលីគីយ៉ុងក៏បានតបថាតែពេលនេះគ្រប់គ្រាន់សម្រាប់ខ្ញុំហើយនឹងឌុងហ្គូហើយអញ្ចឹងសម្រាប់យកទាំងអស់ទៅតែអើយមិនអីទេបើឯងយកទៅឲ្យអ្នកដទៃទៅបន្តមកយងសុងក៏បានធ្វើមុខអត់ដឹងនិយាយមែនអរគុណហើយបន្តមកយងសុងក៏បាននិយាយថាខ្ញុំអរគុណអ្នកហើយសម្រាប់ការកាត់គោដល់កាន់ក្រុមរបស់ពួកយើងនេះហើយសាច់រឿងបានកាត់ទៅដល់ជំរំរបស់យងសុងយើងឃើញថាមានកញ្ញាម្នាក់បានសួរទៅកាន់ជីយេរបស់យើងសួរថាយងសុងនឹងកាលមកវិញហើយពួកនឹងបានឲ្យតែយងសុងនឹងត្រឡប់មកវិញលឿនអាងបានអាហារយកមកដល់ជំរំហើយដល់គ្នាឃើញអញ្ចឹងខ្ញុំគិតថាល្អហើយដោយសារតែឥឡូវមើលទង្វើទៅបាទយើងឃើញថាមានបរិមម្នាក់ហ្នឹងក៏ឃ្លានខ្លាំងមែនតើហើយគាត់ក៏បានសសុំជីយេ
นมปังมวยจุ่มเฮียงหายจีเจก็บ้านcách từ ao môi trùng hiến có bàn tay nó bay đầy vô từ ao nút sau đó tại chi dễ ban tùm lẹ nằm băng môi trùng hiến nút chọc từ đấy nó bay ở bờ nó ra về đây dùng mà nhằm cửa này hai quan vậy tha good boy khi mà đá trong robot ly cái giống của bạn mà đó đòi vô cả hai mau chừng môi đầm bay chai oi bộ kếហើយបានចេះរៀងសង្ហាមែនតើបាទហើយជិះក៏បានចេញមកយកមុខយកមាត់មកទទួលយងសងហើយក៏បាននិយាយទៅកាន់ចុងសងដោយពាក្យដ៏ខ្ជិលខ្ជួតឲ្យចុងសងឡងស្នេហ៍ហើយពេលអ្នកក្រោយនោះកំពុងតែមើលឆ្ងល់ខ្លាំងមែនតើស្រាប់តែមានបរិមម្នាក់បានមកសុំយកបង្វិចពីលីកយើងរបស់យើងហើយលីកយើងរបស់យើងក៏បានសម្លក់មកទៅកាន់បរិមនោះបន្តិចបន្ទាប់មកក៏បានបែរមកចាញ់ធ្វើឲ្យបរិមម្នាក់នោះគាំងទាំងឈោតែម្ដងហើយដងគូក៏បានសួរទៅកាន់លីកយើងថាចុំលបងបើឯមានកម្រងចង់ចាយអាហារឲ្យទៅកាន់ពួកគេទេហើយលីកយើងក៏បានប្រាប់ទៅកាន់ដុងគូថាយើងប្រាប់ឯងហើយយើងមិនមែនអ្នកធ្វើការ volunteer ទេហើយដុងគូក៏បានតបថាត្រូវហើយប៉ុន្តែវាមិនធ្វើឲ្យយើងមើលទៅអាក្រក់ពេកទេហើយលីកយើងក៏បានតបទៅវិញថាប្រាប់ពួកគេនឹងទៅបើចង់ញ៉ាំឲ្យកាន់អាវុធមកដើម្បីទៅស្វែងរកអាហារខ្លួនឯងទៅហើយលីកយើងរបស់យើងដែលមានខួរក្បាលអច្ឆរិយៈ1000 IQ ក៏បានសម្លឹងទៅឃើញជាយេកំពុងតែចែកចាយអាហារទៅកាន់មនុស្សនៅក្នុងជំរំនោះដោយមានភាពញញឹមស្រស់ស្រាយមែនតើហើយលីកយើងរបស់យើងក៏បានគិតក្នុងចិត្តអំពីជីយេថាឥឡូវយើងគិតពីវានាងជាអ្នកទទួលខុសត្រូវទាំងអស់នៅក្នុងជំរំនេះនៅពេលដែលគីមចុងសុងអត់នៅនាងជាប្រភេទមនុស្សដែលទន់ខ្សោយជាមួយនឹងអ្នកខ្លាំងហើយខ្លាំងជាមួយនឹងអ្នកខ្សោយជាមូលដ្ឋាននៅពេលដែលគីមចុងសុងអត់នៅនាងនឹងខ្លាយទៅជាស្ដេចនៃជំរំមួយនេះក៏ដូចហើយលីកយ៉ុងរបស់យើងក៏បានក្រឡេកទៅមើលមនុស្សនៅក្នុងជំរំទាំងអស់នេះហើយក៏បានឃើញពួកគេមានស្នាមញញឹមសើចរីរាយអ្នកខ្លះខំធ្វើការដោយមុខក្តៀមក្រំហើយស្រាប់តែលីកយ៉ុងរបស់យើងក៏បានក្រឡេកទៅឃើញហាយ៉ានកំពុងតែលើកថ្មនឹងគេនឹងឯងដែរដោយខ្លួនតូចទេលើកដុំថ្មប៉ុណ្ណាណីកោតលើករួចហើយហានយ៉ាននេះគឺជាក្មេងម្នាក់ដែលបាក់ទឹកចិត្តហើយក៏ជាមនុស្ស introvert ផងដែរនៅពេលដែលគេនិយាយស្ដីបន្ទោសឲ្យគឺបានត្រឹមតែសុំទោសទេហើយលីកយើងរបស់យើងក៏បានគិតថាហេតុផលខ្លះយើងគិតថាយើងអាចយល់បានហើយថាហានយ៉ានរបស់យើងកំពុងតែទទួលការប្រព្រឹត្តបែបណានៅទីនេះហ្នឹងគិតហើយលីកយើងរបស់យើងក៏បានប្រាប់ទៅដុងគូថាហេដុងគូក៏បានតបវិញថាបាទលបងហើយលីកយើងរបស់យើងក៏បាននិយាយទៅវិញថាបងណៃនៅចាំចុងហានយ៉ានអត់ពួកយើងជួបគ្នានៅម្សិលមិញហ្នឹងហើយដុងគូក៏បានឆ្លើយតបទៅវិញថាបាទជាក្មេងស្រីម្នាក់ដែលបងឯងជួយម្សិលមិញហ្នឹងមែនអត់លបងបន្តមកលីកយើងរបស់យើងក៏បានហុចអាហារទៅឲ្យដុងគូរួចនិយាយថាណែយកនេះទៅឲ្យនាងទៅហើយមើលថែនាងឲ្យបានល្អហងហើយដុងគូក៏បាននិយាយថាបានបងប៉ុន្តែមិនក៏ភ្លាមអញ្ចឹងដុងគូឆ្លើយហើយក៏បានធ្វើមុខអូអញសង្ស័យបងឯងមានស្នេហាហើយក៏បាននិយាយទៅកាន់លីកយ៉ុងថាខ្ញុំដឹងហើយលោកបងសូមទុកចិត្តមកកាន់ប៉ាក់ដុងគូចុះបើសិនជារឿងបែបនេះហ៎ហើយតួរបស់យើងក៏បានឆ្លើយថាយើងទុកឲ្យឯងហើយអញ្ចឹងណានិយាយថាមកដុងគូគាត់ថាតួយើងស្រឡាញ់ហាន់យ៉ានណាបន្តមកលីកយ៉ុងរបស់យើងក៏បានសម្លឹងទៅមើលចុងហាន់យ៉ានហើយក៏បានគិតក្នុងចិត្តថាហាន់យ៉ានរបស់យើងអើយមើលទៅអ្នកប្រកាសជាអស់កម្លាំងហើយនឹងឯកាណាស់ហើយមានតែពួកយើងទេដែលជាអ្នកមើលថែអ្នកបានល្អត្រូវអត់អ្នកតែងតែមានអារម្មណ៍ថាដឹងគុណទៅពេលដែលនរណាម្នាក់ជួយអ្នកកំឡុងពេលដែលអ្នកខ្សោយនិងពិបាកចិត្តត្រូវអត់ហានយ៉ានបាទគឺថានេះជាកំណត់សិនរបស់អាតួរបស់យើងហើយដុងគូក៏បានដើរទៅកាន់ហានយ៉ានហើយក៏បានស្រែកទៅហៅហានយ៉ានថាហេបងស្រីបាទដុងគូចាប់ផ្ដើមហៅហានយ៉ានថាបងស្រីហើយបាទដោយចាប់ទុកហានយ៉ាននឹងជាបងថ្លៃភ្លាមនោះដុងគូជាមួយនឹងលីកយ៉ុងក៏បានឃើញមិនដឹងជាអបិមកពីណាម្នាក់បានហុចនំប៉័ងមួយឲ្យទៅកាន់ហានយ៉ានហើយក៏បាននិយាយថាណែយកវាទៅហើយហានយ៉ានក៏បានអរគុណហើយលីកយ៉ុងឃើញអញ្ចឹងហើយក៏បានគិតក្នុងចិត្តថាឈប់សិនតើអបិនេះមកពីណាចាប់ផ្ដើមនៅភាគនេះយើងបន្តពីការគិតរបស់លីកយ៉ុងដែលលីកយ៉ុងបានគិតថាចង្រៃនេះពីណាគេមិនបិណ្ឌជាឯង
ហ៊ានចូលមកបែរកំណត់ដ៏មានតម្លៃរបស់យើងផងយើងទីថាវាច្បាស់ណាស់ថាហេតុអ្វីបានជាមនុស្សម្នាក់ធ្វើអំពើល្អដាក់មនុស្សម្នាក់ទៀតនៅពេលបែបនេះហើយនៅពេលដែលមនុស្សមិនមានអាហារសម្រាប់ខ្លួនឯងគ្រប់គ្រាន់ផងនោះវាច្បាស់ណាស់ថាគឺដោយសារតែរឿងនោះហើយរឿងទៅកាត់ខ្លួនឯងទៅអ្នកទាំងអស់គ្នាតើមកដងគូក៏បាននិយាយទៅកាន់លីកាយ៉ុងថាលបងទៅគូទៅទៀតអត់ហើយលីកាយ៉ុងក៏បានដេញឲ្យដងគូទៅហើយដងគូក៏បានងាកទៅកាន់លីកាយ៉ុងហើយក៏បានធ្វើដំណើរដើរទៅរកហានយ៉ានដែលកំពុងសន្ទនាគ្នាជាមួយនឹងអាប៉ែមួយនោះហើយយើងឃើញថាអាប៉ែមួយនោះព្យាយាមនិយាយអូកាឡាចូលទៅស្និទ្ធស្នាលជាមួយនឹងហានយ៉ានដោយយកនំប៉័ងដែលខ្លួនមាននោះឲ្យទៅហានយ៉ានដែលកំពុងតែឃ្លានហើយហានយ៉ានក៏បានយល់ព្រមបន្ទាប់មកអាប៉ែនោះក៏បានព្យាយាមនិយាយបន្ថែមទៀតដើម្បីឲ្យហានយ៉ានចូលអន្ទាក់របស់អាប៉ែមួយហ្នឹងអាប៉ែវ៉ែនតាហ្នឹងហើយហានយ៉ានក៏បានគិតក្នុងចិត្តថាមនុស្សចិត្តល្អមែនបើសិននេះមិនមែនសម្រាប់សុកវូនិងបងគីយ៉ុងទេបងគីយ៉ុងឥឡូវខ្ញុំគិតពីគាត់គីយ៉ុងខ្ញុំមិនដឹងថាគាត់កំពុងតែធ្វើអីទេឥឡូវនេះហើយប៉ែនោះបានហៅហានយ៉ានហើយកាត់ចង្វាក់ហានយ៉ានគិតពីលីគីយ៉ុងហើយក៏បានអូកាឡាហានយ៉ានតទៀតដែរអូកាឡាដើម្បីខ្លាចជា friend អាប៉ែនឹងចង់គិតមិនល្អទៅលើហានយ៉ានហើយក៏បានយកដៃទៅប៉ះដៃហានយ៉ានទាំងដែលហានយ៉ានមិនឲ្យប៉ះផងនោះហើយក៏បាននិយាយទៅកាន់ហានយ៉ានដោយហៅហានយ៉ានចំណែកហានយ៉ានក៏បានរើបំរាស់ទៅចេញពីអាប៉ែមួយនោះហើយឲ្យអាប៉ែមួយនោះលេងដៃចេញទៅហើយអាប៉ែមួយនោះព្យាយាមកាន់ដៃឡើងណែនហើយក៏បានធ្វើមុខយ៉ាងព្រាននារីតែម្ដងបាទមិនដឹងថាមុខដូចពីណាគេទេនេះបន្តមកហានយ៉ានឃើញអញ្ចឹងហើយក៏បានភ័យខ្លាចយ៉ាងខ្លាំងដោយសារតែអាប៉ែនោះបាននិយាយថាវាចង់បានខ្លួនប្រានហានយ៉ានដោយការស្គាល់ពីហានយ៉ានហើយក៏បានចាប់បង្ខំហានយ៉ានទៅកន្លែងស្ងាត់តែម្ដងសម្រាប់តែភ្លាមនោះដែរឌុងគូក៏បានដើរមកដល់ហើយក៏បាននិយាយទៅកាន់អាប៉ែនឹងថាហេអាចង្រៃបើឯងមិនចង់បាក់ដៃទេឲ្យឆាប់ដកដៃចេញពីនាងឲ្យឆាប់អាប៉ែនោះបានកលេចទៅមើលឌុងគូហើយក៏បានសួរឌុងគូថាឯងជាអាណាគេស្រាប់តែភ្លាមនោះឌុងគូបានលាងបណ្ដាច់ដាក់ចំដៃអាប៉ែនឹងបាក់ឆ្អឹងក្តិចបើសិនជា admin វិញដាក់មួយជើងហ្មងនេះហើយអាប៉ែនោះក៏បានឈឺដៃយ៉ាងខ្លាំងហើយមិនបានបំបាក់ឆ្អឹងអីទេហើយឈរទៅមួយទៅហើយក៏បានចាប់អស់កអាបកាយោហ្នឹងរួចក៏ក្រវែងអាបកាយោហ្នឹងទៅចំកណ្ដាលនៃជំរំនោះទៅហើយក៏លន់សម្លេងទៅដល់មនុស្សជុំវិញនោះហើយមនុស្សជុំវិញនោះក៏បានក៏លេចទៅមើលអាប៉ែមួយហ្នឹងហើយក៏បានសួរគ្នាថាវាមានរឿងអ្វីកើតឡើងហ្នឹងហើយចំណែកលីកាយ៉ុងរបស់យើងវិញស៊ីនំប៉័ងឈោមើលធម្មតាដោយសារលីកាយ៉ុងរបស់យើងមានផែនការហើយចំណែកឯអាប៉ែហ្នឹងវិញបានឃើញឈាមហើយក៏បានស្រែកខ្លាំងៗថាឈាមខ្ញុំខ្លាចឈាមហើយដុងគូក៏បាននិយាយទៅកាន់អាប៉ែហ្នឹងថាកុំរអួយមើលឯងបានវាយខ្លាំងទេអាបកាច់យកម៉ែយំខ្លាំងចុះអញដៃម៉ាំងទៀតឡាឈប់យំឲ្យឆាប់ហើយហានយ៉ានក៏បាននិយាយទៅកាន់ដុងគូថាប៉ុណ្ណឹងបានហើយឈប់ទៅហើយជីយេក៏បានស្រែកខ្លាំងថាឈប់បាទគឺថា admin កន្លែងកំពុងតែនៅកន្លែងធ្វើការចឹងអត់ហ៊ាននិយាយឮទេម៉ែកូនឯកាត់ឯកូនឯមានបញ្ហាអីណាកូនណាហើយក៏បានស្រែកទៅដុងគូថាបងដុងគូនៅទីនេះមិនអនុញ្ញាតឲ្យប្រើប្រាស់អំពើហិង្សានោះទេហើយបងឯងធ្វើអញ្ចឹងចង់បានន័យថាម៉េចហើយដុងគូក៏បាននិយាយថាអ្នកនរគ្នាអបកាច់យកនឹងវាបៀតបៀនទៅលើហានយ៉ានខ្ញុំបានឃើញវាផ្ទាល់នឹងភ្នែកហើយចឹងហើយបើខ្ញុំវាយវានោះសុកវូបងដុងគូហ្នឹងនិយាយជាការពិតអត់អាប៉ែមួយវ៉ែនតាហ្នឹងឈ្មោះសុកវូអាបកាច់យកហ្នឹងនិយាយថាខ្ញុំគ្រាន់តែចាប់ដៃហ្នឹងចង់រាប់អានហ្នឹងប្រឯងយកច្រឡំមែនហើយជាប៉ែជីយេហ្នឹងក៏បាននិយាយថាសុកវូនិយាយពាក្យមុនហ្នឹងសាថ្មីមកហើយដុងគូក៏បាននិយាយថានិយាយស្រួលបួនយ៉ាត់បែកមាត់ប៉ែនោះក៏និយាយថាខ្ញុំចាប់ដៃខ្ញុំគ្រាន់ចង់នៅក្បែរនាងហ្នឹងចង់មានទំនាក់ទំនងចិត្តស្និទ្ធហើយជាប៉ែជីយេហ្នឹងក៏បាននិយាយទៅហានយ៉ានថាហានយ៉ានចាំនិយាយមកកុំចេះឈរអញ្ចឹងហើយនិយាយដោយប្រុងប្រយ័ត្នផងហើយហានយ៉ានក៏បាននិយាយទាំងប៊ីកបឹកដោយសារតែហានយ៉ានកំពុងតែភ័យខ្លាចយ៉ាងខ្លាំងហើយមហាជនក៏បាននិយាយនេះនោះទៅលើហានយ៉ាននិយាយប្រលេះព្រីអេអូអញ្ចឹងទៅនិយាយដល់ដោយសង្គមជាក់ស្ដែងអញ្ចឹងហើយហានយ៉ានក៏មានអារម្មណ៍ថាឯកាកណ្ដែងដោយសារតែឪពុកម្ដាយបានស្លាប់ចោល
ហើយនឹងបងស្រីហើយភ្លាមនោះហានយ៉ាន់ក៏បានស្រក់ទឹកភ្នែកតក់មកតែម្ដងហើយហានយ៉ាន់ក៏បានយំបណ្ដានិយាយសុំទោសបណ្ដាទាំងដែលខ្លួនឯងមិនមែនជាអ្នកខុសហើយបាននិយាយទាំងរដាក់រដប់ថាអប៉ែនឹងបខំចាប់ដៃខ្ញុំហើយប្រាប់ខ្ញុំថាចង់ធ្វើស្អីនោះបើសិនជាខ្ញុំចង់រស់នៅកន្លែងហ្នឹងស្រួលឲ្យខ្ញុំធ្វើតាមអប៉ែហ្នឹងហើយជីយេក៏បាននិយាយទៅកាន់ហានយ៉ានថាខ្ញុំអត់យល់អ្វីដែលអ្នកឯងនិយាយហ៎ហើយចប់តែប៉ុណ្្នឹងឯងហើយក៏បាននិយាយទៅកាន់ហានយ៉ានថាជាការពិតដែលសុកវូហ្នឹងបានចង់គាត់តែចង់មានទំនាក់ទំនងល្អជាមួយនឹងហានយ៉ានទេហើយហានយ៉ានបានត្រឹមតែសុំទោសតែប៉ុណ្ណោះហើយបែបជីយេនឹងបាននិយាយទៀតថាញ៉ែលេងសើចមួយខ្ញុំមែនញ៉ែគាត់ថាខ្ញុំនឹងអាចដោះស្រាយបញ្ហាមែនហើយក៏និយាយទៅកាន់ដងគូថាបងឯងផងដែរដងគូហើយបាននិយាយទៀតថានៅក្នុងស្ថានភាពនេះមិនទាន់ដឹងថានរណាជាជនរងគ្រោះនរណាជាជនបង្កទេការសុំទោសនឹងមិនអាចដោះស្រាយអ្វីបានទេនៅទីនេះហើយក៏បាននិយាយទៀតថាយើងហើយណាសុំទោសចំពោះខ្ញុំហើយក៏បាននិយាយតទៀតសុំទោសឲ្យបានត្រឹមត្រូវចំពោះជនរងគ្រោះពិតប្រាកដហានយ៉ានលឺអញ្ចឹងគ្នាបានត្រឹមតែគៀងឈោយំតែប៉ុណ្ណោះដោយសារតែគ្នាមិនបានធ្វើខុសអីផងឲ្យគ្នាមកសុំទោសដែរហើយបខំឲ្យគ្នាលុតជង្គង់សុំទោសទៀតហើយគ្នាបានញីញ័រហើយនិយាយសុំទោសដោយអដាក់អដបហ្នឹងស្រាប់តែភ្លាមនោះលីកាយ៉ុងរបស់យើងក៏បានដល់ម៉ោងហើយបាទខណៈពេលនេះតួឯកនៅក្នុងរឿងដើរតួធ្វើតួឯកដើម្បីធ្វើជា super hero ទៅជួយស្រីស្អាតបានដើរទៅជះរឿងសង្ហាហើយក៏បាននិយាយថាហើយវាមានរឿងស្អីកើតឡើងនឹងចាប់ដើមនៅភាគនេះយើងបន្តពីហេតុការណ៍មុនលីកាយ៉ុងរបស់យើងក៏បានដើរចូលលីកាយ៉ុងក៏បាននិយាយថាតើនៅកន្លែងហ្នឹងមានរឿងអីកើតឡើងនឹងហើយលីកាយ៉ុងរបស់យើងក៏បានគិតក្នុងចិត្តថាតាមកំពិតទៅយើងមិនគិតថាមានមនុស្សច្រើនតែមកសោះវាជាការពិតបញ្ហារបស់អ្នកទាំងពីរហ្នឹងវាមិនមែនជាការងាររបស់យើងទេអ្វីដែលសំខាន់នៅឡើយនេះហានយ៉ានគឺនៅក្នុងសភាពមួយដែលចូលគៀងគាត់រួចក៏បានដើរសម្លើទៅកាន់ជីយេហើយជីយេក៏បាននិយាយទៅកាន់លីកាយ៉ុងថាបងកាយ៉ុងបងឯងមកចំពេលល្អណាស់ហើយលីកាយ៉ុងក៏បាននិយាយទៅកាន់ជីយេវិញថាជីយេឥឡូវនេះមីអូនឯងហួសហេតុពេកហើយជីយេក៏បាននិយាយទៅកាន់លីកាយ៉ុងថាសុំទោសតើបងឯងមានន័យដូចម្ដេចហើយលីកាយ៉ុងក៏បានតបវិញថាតើម៉ូនឯងគិតថានៅកន្លែងនេះជាកន្លែងក្មេងលេងមែនហើយម៉ូនឯងត្រូវធ្វើដូចម្ដេចបើសិនជា monster នឹងវាមកកន្លែងនេះដោយសារម៉ូនឯងស្រែកលឺអញ្ចឹងខ្ញុំបញ្ចូលសលេងពណ៌អាចចែមតិចទេខ្ញុំដឹងអីទេជុំតិចមកមែននៅជុំបន្ទាប់មកជីយេក៏បានឆ្លើយទៅកាន់លីកាយ៉ុងវិញថាប៉ុន្តែនៅក្នុងស្ថានភាពឥឡូវនេះស្រាប់តែលីកាយ៉ុងក៏បាននិយាយកាត់ថាអំពីស្ថានភាពហ្នឹងមែនយើងបានឃើញហេតុការណ៍តាំងពីដំបូងដូច្នេះហើយខ្ញុំមានកំណត់សរុបមួយជីយេដោយតែអ្នកបាននិយាយមិញយើងនៅមិនទាន់ដឹងថាអ្នកណាជាជនរងគ្រោះអ្នកណាជាជនបង្កហេតុទេហើយមីអូនឯងមានគិតខ្លះទេថាបើសិនជាមានមនុស្សជាច្រើនដែលបានមកព័ទ្ធជុំវិញមនុស្សតែម្នាក់បែបនេះហើយវាជារឿងធម្មតាដែរទេដែលភ័យខ្លាចហើយជីយេក៏បានតបវិញថាប៉ុន្តែកំហុសបានបញ្ជាក់ច្បាស់ណាស់ថាជាហានយ៉ានលឺអញ្ចឹងហើយលីគីយ៉ុងក៏បាននិយាយទៅកាន់ជីយេវិញថាជីយេម៉ូនឯងអាចប្រកាសទេថាអាប៉ែសុកវូនឹងគ្មានកំហុសលឺលីគីយ៉ុងបានចាក់ចំចំណុចរបស់ខ្លួនហើយជីយេក៏បានស្ងាត់ដោយគ្មានពាក្យវិចារហើយលីគីយ៉ុងក៏បានគិតនៅក្នុងចិត្តថាប្រកាសណាស់អ្នកគ្មានពាក្យអ្វីដែលអាចនឹងនិយាយទេនៅពេលដែលអ្នកនិយាយថាអ្នកច្បាស់នឹងវាហើយទំនួលខុសត្រូវទាំងអស់នឹងធ្លាក់ទៅលើអ្នកគិតរួចលីគីយ៉ុងក៏បាននិយាយទៅកាន់ជីយេថាការដែលឃើញមនុស្សគ្រប់គ្នាបានប្រួតគ្នាដាក់សម្ពាធទៅលើមនុស្សដែលគ្មានកំហុសម្នាក់ហើយបើសិនជាចុងសុងបានឃើញរឿងនេះខ្ញុំមិនគិតថាគាត់ឃើញរឿងនេះជារឿងដែលរីករាយទេលីគីយ៉ុងបាននិយាយហើយធ្វើឲ្យគ្រប់គ្នានៅជុំវិញនោះបានស្ងាត់ជ្រាបដោយគ្មានពាក្យវិចារហើយក៏មានអ្នកស្រែកអាឡូអាឡានៅពីក្រោយខ្នងថាចូលមកបើអាប៉ែនឹងឃើញនឹងមិនអីហើយលីគីយ៉ុងក៏បាននិយាយបន្តម្យ៉ាងវិញទៀតនៅក្នុងទស្សនៈរបស់ខ្ញុំហានយ៉ានគឺមិនមែនជាប្រភេទមនុស្សដែលធ្វើអ្វីបែបហ្នឹងទេខណៈពេលនេះដែរលីគីយ៉ុងក៏បានជះរៀងសង្ហាទៅឲ្យហានយ៉ានលងស្នេហ៍បន្ថែមមួយកម្រិតទៀតភ្លាមនោះដែរជីយេក៏បាននិយាយទៅកាន់លីគីយ៉ុងថាតើបងឯងដឹងរឿងបែបហ្នឹងដោយរបៀបណាបងគីយ៉ុងហើយតាំងពីថ្ងៃបងឯងជួបនាងមកបានប្រហែលថ្ងៃហើយលីគីយ៉ុងក៏បាននិយាយថាស្ដាប់ខ្ញុំសិនបើសិនជាបងឯងប្រាប់មិត្តភក្តិដែលទើបតែជួបនៅឯសាលាថាចាប់ពីពេលនេះតទៅយើងនឹងស្និទ្ធស្នាលជាមួយគ្នាតើវាមានន័យថា
ទៅដេកជាមួយខ្ញុំមែនហើយតែភាពចិត្តស្និទ្ធនឹងវាពាក់ព័ន្ធអីជាមួយនឹងការប៉ះរាងកាយអ្នកនរគ្នាកុំឲ្យមកតេនេះបោកបញ្ឆោតបានសូមគិតឲ្យបានម៉ត់ចត់ជាងនេះគីយ៉ុងនិយាយហើយក៏មានលឺសំឡេងអ្នកចិត្តខាងក៏បាននិយាយគ្នាថាតាំងក៏ពិតទៅលីគីយ៉ុងក៏និយាយមកវាមិនខុសទេមែនហើយពេលគិតម្ដងទៀតទៅវាដូចជាការបខំមែនទេហើយក៏មានមនុស្សជាច្រើនក៏បាននិយាយដូចគ្នាក៏បានពិភាក្សាគ្នានិយាយត្រឡប់ឡើងតែខ្លះក៏ស៊ីចម្រើតែក៏ដឹងថាអបសុងគូនឹងគឺជាមនុស្សរោគចិត្តក្រោយពីបានលឺអ្នកចិត្តខាងជជែកគ្នាហើយជីយេរបស់យើងនឹងក៏បាននិយាយទៅកាន់ពួកនោះថាអ្នកនរគ្នាអ្វីហ្នឹងហើយក៏បាននិយាយទៅកាន់លីគីយ៉ុងម្ដងថាបងលីគីយ៉ុងបងពិតជាចង់ធ្វើអញ្ចឹងមែនហើយយកសក់ក៏ជីយេនិយាយហើយបានងាកទៅមើលមុខរបស់លីគីយ៉ុងហើយក៏ភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយលីគីយ៉ុងធ្វើមុខដូចជា fan admin អញ្ចឹងកប់សេរីតែម្ដងឃើញហើយជីយេក៏បានតក់ស្លុតយ៉ាងខ្លាំងដោយសារតែលីគីយ៉ុងបានដកមកុដចេញពីលើក្បាលរបស់លីជីយេហើយក៏បានមកពាក់លើខ្លួនឯងគឺបានន័យថាចាប់ពីពេលនេះតទៅ The King នៃជំរំមួយនេះគឺជាលីគីយ៉ុងខណៈពេលនេះដែរជីយេគឺគ្មានពាក្យអ្វីនឹងវាចារួចឡើយក៏ដោយសារតែលីគីយ៉ុងបានដាក់ប៉ាំងទៅហើយលីគីយ៉ុងក៏បាននិយាយថាហេតុអីបានជាមនុស្សប្រមូលផ្ដុំគ្នាយ៉ាងច្រើនបែបនេះពិតជាគួរអស់សំណើចមែនខ្ញុំគិតថាគួរឲ្យអបសុងវូនឹងទៅព្យាបាលសិនទៅល្អជាងហើយពេលនេះនោះចាប់គ្រាអបសុងវូនោះចេញទៅស្ដាប់លើលីគីយ៉ុងបានបញ្ជាហើយពួកនោះក៏បានយល់ព្រមបន្តមកលីគីយ៉ុងក៏បាននិយាយទៀតថាមួយទៀតកុំភ្លេចសម្អាតកន្លែងនោះផងមុនពេលចុងសុងមកហើយដោយសារតែរឿងបាញ់មិញវានឹងអាចធ្វើឲ្យពួក monster វានឹងសម្ដៅមកទីនេះដូច្នេះហើយដុងហ្គូឯងដើរពិនិត្យមើលជុំវិញនេះទៅដុងហ្គូលឺហើយក៏បាននិយាយទៅវិញថាទទួលបញ្ជាលបងមួយទៀតហានយ៉ានអ្នកមកជួបខ្ញុំនៅបន្តិចទៀតនេះគឺថាគីយ៉ុងយើងបាននិយាយដោយជះរៀងសង្ហាទៅហានយ៉ានហើយហានយ៉ានក៏បានឆ្លើយថាអូខេហើយស្រាប់តែមានលឺសំឡេងអ្នកចិត្តខាងក៏បាននិយាយថាតើអ្នកមិនគិតទេថាម្នាក់ស្រីនឹងកំពុងតែចង់តាក់ទាញគាត់តើអ្នកមិនយល់ព្រមនឹងអ្វីដែលគីយ៉ុងបាននិយាយមិញទេមែនបើទោះជាអបសុកវូនោះជាអ្នកខុសក៏ដោយវាជាការពិតដែលក្មេងស្រីម្នាក់នឹងជាអ្នកបង្កបញ្ហាហើយក៏មានលឺសំឡេងផ្សេងទៀតក៏បាននិយាយទៀតថាខ្ញុំមិនដឹងដែរខ្ញុំគិតថាគីយ៉ុងក៏និយាយត្រូវហើយដូច្នេះខ្ញុំគិតថាអ្នកបានបង្ខិតបង្ខំពេកហើយលីគីយ៉ុងរបស់យើងក៏បានគិតក្នុងចិត្តថាអានយ៉ាងកុំធ្វើសកម្មភាពដោយសារពាក្យសម្ដីទាំងអស់នោះអីអ្វីដែលសំខាន់នោះគឺអ្នកកំពុងនៅក្នុងស្ថានភាពមួយដែលពិសេសពីអ្នកដែលមានអំណាចម្នាក់លីគីយ៉ុងនិយាយហ្នឹងចង់បានន័យថាខ្លួនឯងមានអំណាចខ្លាំងជាងគេនៅក្នុងជំរំហ្នឹងហើយលីគីយ៉ុងក៏បានដើរចេញផុតទៅបន្សល់ទុកនៅត្រឹមតែជីយេតែប៉ុណ្ណោះសាច់រឿងបានកាត់មកដល់ពេលយប់ឡើងខណៈពេលនេះដែរលីគីយ៉ុងជាមួយនឹងហានយ៉ានកំពុងតែណាត់ជួបគ្នាហើយលីគីយ៉ុងក៏បាននិយាយទៅកាន់ហានយ៉ានថាម៉ូនកុយមកអូនហើយហានយ៉ានក៏បាននិយាយទៅកាន់លីគីយ៉ុងដោយភាពអៀនខ្មាស់ថាខ្ញុំសុំទោសខ្ញុំពិតជាមិនមានបំណងថារឿងនឹងវានឹងកើតឡើងទេខ្ញុំគ្រាន់តែហើយលីយ៉ុងក៏បាននិយាយថាបងដឹងហើយគ្មានអ្វីដែលត្រូវបន្ទោសហានយ៉ានឯងទេហើយលីគីយ៉ុងក៏បាននិយាយទៅកាន់ហានយ៉ានដោយជះរៀងសង្ហានទៅកាន់ហានយ៉ានថាបងគ្រាន់តែចង់ដឹងរឿងរ៉ាវទាំងមូលថាវាកើតឡើងយ៉ាងដូចម្ដេចហើយហានយ៉ានក៏បានភ្លឹកបន្តិចប្រស្អាតអរ៉េមកខ្ញុំបន្ថែមខ្លួនឯងហើយក៏បានជួយទឹកភ្នែកចេញបន្តិចបន្ទាប់មកហានយ៉ានក៏បាននិយាយថាគឺភ្លាមនោះអបសុងវូហ្នឹងហើយលីគីយ៉ុងក៏បាននិយាយទៅវិញថាហ្នឹងហើយសុកវូហើយមិនទៀតណាអបហ្នឹងចាប់ដៃខ្ញុំម្ចាក់ហើយក៏វាដៃខ្ញុំម្ចាក់អូគូអាណដល់នេះហើយរឿងទាំងអស់វាបានកើតឡើងអញ្ចឹងភ្លាមនោះដែរដុងគូក៏បានមកហើយក៏បានវាយទៅលើអបមួយហ្នឹងអូទេមិនគួរសោះតែអបលីគីយ៉ុងហ្នឹងកំពុងតែគិតថាចុំនាងកំពុងនិយាយវាអីគេហ្នឹងហើយក៏បាននិយាយទៅកាន់ហានយ៉ានថាហានយ៉ានវាពិតជាពិបាកណាស់ហើយហានយ៉ានក៏បាននិយាយទៅវិញថាទេអត់ពិបាកទេខ្ញុំលេងសូវអីហើយឡើយហ្នឹងអរគុណណាបងគីយ៉ុងហើយលីគីយ៉ុងបើយើងក៏បាននិយាយទៅវិញថាអត់អីទេមិនបាច់អរគុណទេដោយសារតែឥឡូវនេះអ្នកអស់អីហើយហានយ៉ានក៏បាននិយាយទៅកាន់លីគីយ៉ុងថាអត់ទេមិនចឹងទេគឺព្រោះតែបង
ជឿទុកចិត្តលើខ្ញុំធ្លាប់ត្រូវបានជួយម្ដងហើយពីអ្នកនៅពេលដែលយើងជួបគ្នាដំបូងខ្ញុំមិនទាន់បានធ្វើអីទៅកាន់អ្នកផងហើយតើហេតុអ្វីបានជាអ្នកធ្វើល្អដាក់ខ្ញុំម្ល៉េះហើយលីខ្ញុំក៏បាននិយាយទៅវិញដែរខ្ញុំគ្រាន់តែធ្វើអ្វីដែលខ្ញុំគិតថាត្រឹមត្រូវប៉ុន្តែបើសិនជាខ្ញុំសម្លឹងមើលហេតុផលវិញខ្ញុំមានប្អូនស្រីម្នាក់នៅផ្ទះអាយុប្រហែលជាមួយនឹងហានយ៉ាណៃដែរហ្នឹងខ្ញុំគិតថាគ្រប់ពេលដែលខ្ញុំមើលទៅកាន់អ្នកខ្ញុំតែងតែគិតទៅដល់ប្អូនស្រីរបស់ខ្ញុំជានិច្ចប៉ុន្តែលីខ្ញុំបានគិតក្នុងចិត្តថាតែវាជាការកុហកទេដោយសារយើងដឹងស្រាប់ហើយថាហានយ៉ានឹងជា make legendary ចឹងហើយលីរបស់យើងនឹងជួយហានយ៉ានដើម្បីឲ្យហានយ៉ានការពារខ្លួនឯងទេដោយសារខ្លួនឯងវាកាពេកបងមកសាច់រឿងយើងវិញលីខ្ញុំក៏បានគិតតទៀតថានាងក្រនោះគ្មានអ្វីដូចហានយ៉ាននេះមិនតិចប៉ុន្តែដើម្បីយកចិត្តនាងខ្ញុំត្រូវប្រើពាក្យប្អូនស្រីដោយការបង្ខំដោយលីរបស់យើងថាហានយ៉ាននឹងស្តៀងជាមួយប្អូនស្រីរបស់គាត់ហើយហានយ៉ានក៏បាននិយាយមកវិញថាខ្ញុំសុំទោសខ្ញុំសួរអ្នកអ្វីដែលខ្ញុំមិនគួរសួរហើយលីរបស់យើងក៏បានតបទៅវិញថាទេមិនទេហើយចោះអំពីអានេះវិញចង់និយាយថាអេមានចង់វល់នេះម្ដងអូនម្ដងបងម្ដងអូនម្ដងខ្ញុំម្ដងអ្នកអីមានយល់ទេតបមកស្អីរឿងយើងវិញហើយចឹងក៏បាននិយាយទៅកាន់លីខ្ញុំថាខ្ញុំមានបងស្រី2នាក់ប៉ុន្តែពួកយើងបានដាច់ទំនាក់ទំនងគ្នាយូរហើយឬចឹងហើយលីគីយ៉ុងរបស់យើងក៏បាននិយាយទៅកាន់ហានយ៉ានថាហើយចោះពុកម្ដាយវិញហានយ៉ានក៏បាននិយាយថាពួកគាត់លេងនៅទៀតហើយលីគីយ៉ុងរបស់យើងក៏បានតទៅវិញថាពួកយើងដូចគ្នានឹងអញ្ចឹងបងគីយ៉ុងបងឯងដែរមែនបាទពួកយើងដូចគ្នាតិចតួចដែរតាហ្នឹងហើយពួកយើងដូចគ្នាតាហើយលីគីយ៉ុងរបស់យើងក៏បានគិតក្នុងចិត្តថាវាជារឿងល្អមួយដែលយើងមានរឿងដែលដូចគ្នាខ្ញុំនឹងអាចយកចិត្តនាងបានដោយងាយស្រួលហើយនឹងធ្វើឲ្យនាងចាប់អារម្មណ៍មកលើខ្ញុំកើនឡើងជាងនេះទៀតហើយលីគីយ៉ុងរបស់យើងក៏បាននិយាយថាបើវាមិនលំបាកពេកសម្រាប់អ្នកទេខ្ញុំចង់ឲ្យអ្នកនិយាយជាមួយខ្ញុំដោយមានអារម្មណ៍ថាសុវត្ថិភាពជាងនេះវាគ្រាន់តែជាភាពលោភលន់របស់ខ្ញុំប៉ុណ្ណោះប៉ុន្តែស្រាប់តែហានយ៉ានក៏បានឆ្លើយការថាយល់ព្រមហើយខ្ញុំសង្កក៏បាននិយាយថាចឹងយើងនឹងនិយាយគ្នាវា comfort ចំនួនហើយហានយ៉ានក៏បានតវិញថាចាចឹងយើងនិយាយគ្នាឲ្យ comfort ចាទេចាខ្ញុំយល់ហើយលីខ្ញុំឃើញចឹងហើយក៏បានប្រើម៉ាញអាយដើម្បីពិនិត្យទៅលើ status window របស់ហានយ៉ានហើយក៏បានប្រើម៉ាញអាយក៏បានឃើញថាហានយ៉ានអត់ទាន់មានខ្លះនោះទេហើយ status window overview ក៏បានប្រាប់ថាលីយើងហ្នឹងបើចាំភ័យទេថាហានយ៉ានហ្នឹងបើសិនជាទៅបានទៅវាយជាមួយនឹងពូ monster អីហ្នឹងនឹងបានខ្លះជា magic ហ្នឹងហើយលីខ្ញុំក៏បានគិតទៀតថាអញ្ចឹងខ្ញុំគួរតែ mention នាងឲ្យនាងយក magic ទៅហើយរំពេចនោះមានដៃមួយបានគោះតុហើយក៏បាននិយាយថាខ្ញុំអាចសុំពេល template បានអត់បងប្រុសគីយ៉ុងចាប់ផ្ដើមមេភាគនេះយើងបន្តពីពេលដែលមានសម្លេងមួយបាននិយាយថាបងគីយ៉ុងតែខ្ញុំសុំរំខានតិចបានអត់ហើយលីគីយ៉ុងលឺចឹងហើយក៏បានគិតក្នុងចិត្តថាសម្លេងនេះដូចប្រហែលយើងនឹងគិតថានាងនឹងមករកយើងនៅឆាប់នេះប៉ុន្តែនាងមកលឿនជាងការគិតរបស់យើងទៀតហើយក៏បាននិយាយទៅកាន់ហានយ៉ានថាហានយ៉ានណាតើអ្នកអាចទុកពេលឲ្យពួកយើងបន្តិចបានអត់វាហាក់បីដូចជាពួកយើងត្រូវតែនិយាយគ្នាបន្តិចហើយហានយ៉ានក៏បាននិយាយទៅកាន់លីគីយ៉ុងវិញថាចាបងខ្ញុំដឹងហើយហានយ៉ាននិយាយរួចហើយក៏ជីយេបានដើរជ្រោះគ្នាជាមួយនឹងហានយ៉ានហើយក៏បានសម្លក់សម្លឹងគ្នាអីចឹងទៅគឺថាភ្នំមួយមិនអាចមានខ្លាពីរបានទេនៅពេលដែលជីយេបានដើរទៅដល់កន្លែងអង្គុយនៅពីមុខរបស់លីគីយ៉ុងហើយលីគីយ៉ុងក៏បាននិយាយទៅកាន់ជីយេថាមានរឿងអីមែនជីយេហើយជីយេក៏បាននិយាយទៅកាន់លីគីយ៉ុងវិញថាខ្ញុំចង់មកសុំទោសដែលខ្ញុំបានបង្កភាពរញ៉េរញ៉ៃវាមិនន័យទេខ្ញុំទេដែលជាអ្នកគួរតែសុំអភ័យទោសនោះហើយខ្ញុំគិតថាខ្ញុំមានប្រតិកម្មខ្លាំងពេកហើយជីយេក៏បានតបទៅវិញថាអត់ទេខ្ញុំទេជាអ្នកខុសបងគេយ៉ុងឯងគ្រាន់តែធ្វើអ្វីដែលបងឯងគួរធ្វើតែប៉ុណ្ណោះប៉ុន្តែបងហើយគេយ៉ុងក៏បានគិតក្នុងចិត្តថាចែមួយនេះមិនមែនរៀបកម្រងហើយក៏ដូចក៏បាននិយាយទៅកាន់ជីយេវិញថា
និយាយមកហើយជីយេក៏បាននិយាយថាតើបងឯងអាចឲ្យខ្ញុំដោះស្រាយនៅបញ្ហាមួយនឹងបានទេបន្ទាប់ពីខ្ញុំបានគិតច្បាស់លាស់ហើយខ្ញុំមានអារម្មណ៍ថាសោកស្ដាយយ៉ាងខ្លាំងចំពោះហានយ៉ាន់ហើយក៏ចំពោះសុកវូផងដែរបើសិនជាបងឯងអាចទុកវាឲ្យខ្ញុំចុះហើយលេគីយ៉ុងក៏បាននិយាយទៅវិញថាធ្វើតាមតែអ្នកចុះវាហាក់បីដូចជាម្ចាស់ឯងនឹងជាអ្នកគ្រប់គ្រងទីនឹងតាំងពីដំបូងហើយដូច្នេះខ្ញុំខុសហើយដែលខ្ញុំធ្វើហូបរំដែនហើយជីយេក៏បានតបទៅវិញថាទេវាមិនមែនអ្វីដែលខ្ញុំចង់និយាយទេហើយលីគីយ៉ុងក៏បាននិយាយទៅវិញថាបានខ្ញុំដឹងអ្វីដែលអ្នកចង់និយាយប៉ុន្តែវានឹងឡប្រសិនបើជាគ្មានបញ្ហាណាដែលធ្វើឲ្យខ្ញុំទៅជ្រៀតជ្រែកបានដោយពីពេលមុននេះអញ្ចឹងហើយក៏បានគិតក្នុងចិត្តថាលីជីយេអ្នកហើយនឹងខ្ញុំដឹងច្បាស់ណាស់ថាមនុស្សដូចជាពួកយើងជាអ្នកដែលគ្មានអ្វីសោះហើយនឹងគ្មានទេពកោសល្យដូចជាអ្នកដែលចង់កាន់កាប់និងគ្រប់គ្រងអ្វីគ្រប់យ៉ាងហើយខ្ញុំក៏អញ្ចឹងដែរដូច្នេះហើយកុំហូបរំដែនលីគីយ៉ុងគិតរួចភ្លាមស្រាប់តែជីយេបានងើបឈរឡើងហើយក៏ទៅអង្គុយនៅក្បែរលីគីយ៉ុងធ្វើឲ្យគីយ៉ុងឆ្ងល់យ៉ាងខ្លាំងហើយជីយេក៏បាននិយាយទៅកាន់លីគីយ៉ុងថាបងគីយ៉ុងខ្ញុំយល់ចំណុចដែលអ្នកនៅពេលអនាគតខ្ញុំនឹងមិនហូបរំដែនទៀតទេហើយខ្ញុំសុំទោសផងដែលធ្វើឲ្យបងឯងពិបាកហើយជីយ៉ុងក៏បាននិយាយទៅវិញថាចៃឯងបានធ្វើឲ្យខ្ញុំពិបាកទេហើយក៏បានគិតក្នុងចិត្តថាខ្ញុំភ្លាមនឹងមានរឿងអីកើតឡើងហើយជីយេក៏បានសើចបន្តិចរួចក៏និយាយទៅកាន់លីគីយ៉ុងថាខ្ញុំកំពុងតែច្បាស់នេះខ្ញុំប្រាប់អ្នកចុះខ្ញុំអាចប្រាប់អ្វីដែលអ្នកកំពុងតែគិតឥឡូវនេះមែនអត់បងឯងដឹងអត់បងលីគីយ៉ុងអូនចូលចិត្តមនុស្សដែលមានមហិច្ឆតាណាបាទអេមែនសុំច្រាញ់ខ្លួនឯងតោះចូលសាច់រឿងយើងវិញហើយជីយេក៏បាននិយាយទៅកាន់លីគីយ៉ុងទៀតថាពេលដែលអូនកាន់តែមើលបងណាអូនកាន់តែមើលឃើញបងឯងជាថែបរបស់អូនតើបងគិតយ៉ាងម៉េចដែរហើយចុះបើពួកយើង friendly ជាមួយគ្នាជាងនេះចាប់ពីឥឡូវនេះទៅពេលចុងហានយ៉ាន់តើបងឯងមិនកំពុងតែព្យាយាមគ្រប់គ្រងខ្ញុំទេមែនទេក៏ព្រោះតែបងឯងចង់មើលទៅល្អនៅមុខនាងក្មេងស្រីនឹងគឺខ្សោយក្មេងស្រីនោះខ្សោយដូច្នេះវានឹងមានសត្រូវជាច្រើនមិនត្រឹមតែសុកវូតែប៉ុណ្ណោះទេហើយចាប់ពីពេលនេះតទៅអូននឹងមើលថែនាងឲ្យបានល្អបាយគួរតែយល់ថាអូនចង់មានន័យយ៉ាងដូចម្ដេចហើយលីគីយ៉ុងក៏បានគិតក្នុងចិត្តថាប្រកាសណាស់លីជីយេហើយលីគីយ៉ុងក៏បាននិយាយទៅកាន់លីជីយេវិញថាខ្ញុំគិតថាពួកយើងពិតជាដូចគ្នាខ្លាំងណាស់ហើយជីយេក៏បាននិយាយទៅវិញថាត្រូវហើយវាប្រកាសណាស់ហើយលីគីយ៉ុងក៏បានគិតក្នុងចិត្តថាអ្នកគឺជាដៃគូប្រឡឹងរបស់ខ្ញុំហើយលីគីយ៉ុងជាមួយនឹងជីយេក៏បានប៊ីគ្នាទៅហើយត្រង់កន្លែងនេះអ្នកណាគេដែលអត់មានគូពិបាកចិត្តបន្តិចហើយសាច់រឿងបានកាត់មកដល់ប៉ុន្មានថ្ងៃក្រោយមកហើយក៏បានឃើញថានៅក្នុងជំរំហ្នឹងក៏បានសាងសង់វេទិកាមួយហើយយើងក៏ឃើញថាមានបុរសម្នាក់ហើយបុរសម្នាក់នោះក៏ជាសុកវូដែលបានឡើងមកនិយាយសុំទោសអំពីការដែលខ្លួនឯងធ្វើខុសទៅលើហាន់យ៉ាននោះហើយអ្នកចិត្តខាងនោះក៏បាននិយាយថាជីយេហ្នឹងក៏បានទៅខាងរបស់គីយ៉ុងហើយក៏បាននិយាយដើមជីយេអញ្ចេះចោះអីចឹងទៅហើយលីគីយ៉ុងរបស់យើងក៏បាននៅក្បែរនឹងដែរក៏បានលើទាំងអស់ហើយលីគីយ៉ុងរបស់យើងក៏បានសម័យទៅកាន់នៅពេលដែលយប់នោះលីគីយ៉ុងក៏បាននិយាយទៅកាន់ជីយេថាអញ្ចឹងអ្នកទៀលជាមួយនឹងសុកវូនឹងតាមអ្វីដែលចង់ធ្វើចុះហើយនឹងមើលទៅលើហាន់យ៉ាន់ជំនួសខ្ញុំផងហើយជីយេក៏បានឆ្លើយទៅវិញថាចាបើបូកពីរឿងនឹងបញ្ចូលគ្នាទៅបើឯស្នើសុំឲ្យខ្ញុំធ្វើល្អឲ្យបានច្រើនដូច្នេះពួកមនុស្សនៅក្នុងជំរំហ្នឹងលែងនិយាយអីមិនល្អទៀតហើយអញ្ចឹងពេលដែលអូនធ្វើអ្វីដែលអូនត្រូវធ្វើហើយគ្រាន់តែបង្កើតបរិយាកាសមួយដែលហាន់យ៉ាន់នឹងគ្មានចម្រើសក្រៅពីពឹងទៅលើបងហើយលីគីយ៉ុងក៏បាននិយាយទៅវិញថាបាទជាយាយក៏បាននិយាយតទៀតថាតែមានអ្វីពិសេសអំពីនេះហើយកំពុងតែពិចារណាថាតើមិនបានបងចាប់អារម្មណ៍ជាមួយនាងហើយលីគីយ៉ុងលឺអញ្ចឹងហើយក៏មិនដឹងនិយាយយ៉ាងម៉េចដែរក៏ធ្វើមុខភ្លឺបន្ទាប់មកក៏និយាយទៅកាន់លីជីយេវិញថាហើយវាគ្មានអ្វីដែលត្រូវចង់ដឹងទេចែហើយជីយេលឺលីគីយ៉ុងនិយាយអញ្ចឹងហើយក៏បានភ្ញាក់ខ្លួនព្រឹតហើយក៏និយាយទៅកាន់លីគីយ៉ុងថាបងមិនបានជាបងឯងអត់ខ្ញុំចង់និយាយថាមិនបានជាបងឯងហើយខ្ញុំចែព្រាមអញ្ចឹងបើឯងនិយាយកំ pl ែងមែនហើយអាតួដឹងថាជីយេហ្នឹងអាយុ29ឆ្នាំអញ្ចឹងតែបានអាតួយើងហៅបងស្រីអញ្ចឹងនិយាយថាចែមួយហ្នឹងអាយុ29ឆ្នាំទេហើយហៅ
ក្មេងៗជាងខ្លួនឯងនឹងបងទាំងអស់ហើយលីគីយ៉ុងក៏បានសញ្ជឹងគិតអំពីលីជីយេដែលខ្លួនឯងបានសម្រេចចិត្តត្រូវបានសហការជាមួយនឹងលីជីយេដោយសារតែលីជីយេពូកែគ្រប់គ្រងស្ថានភាពខ្លាំងមែនទែនហើយក៏បានគិតទៀតថាខ្ញុំត្រូវស្ដាប់សលេងហានយ៉ាងត្អូញត្អែរាល់ថ្ងៃប៉ុន្តែហើយក៏លឺសលេងហាយ៉ាងអីបងតើចូលសាច់រឿងយើងវិញវាល្អហើយដែលបងឯងនៅទីនេះហើយបងឯងក៏បានបង្រៀនខ្ញុំជារៀងរាល់ថ្ងៃផងដែរហើយលីខ្ញុំក៏បាននិយាយទៅវិញថាតែខ្ញុំទៅវិញតែមានអារម្មណ៍ថាធូរស្បើយនៅពេលដែលបងឯងនៅទីនេះហើយលីខ្ញុំក៏បានគិតទៀតថាដូចខ្ញុំគិតរៀនជាមួយគ្នាវាល្អណាស់សម្រាប់ធ្វើឲ្យមានភាពស្និទ្ធស្នាលជាងមុនហើយក៏បាននិយាយទៅកាន់ហាយ៉ានថាសំខាន់ជាងនេះតើបងឯងអាចប្រើ basic magic បានអត់ហើយហាយ៉ានក៏បានឆ្លើយទៅវិញថាខ្ញុំនៅអត់ទាន់អាចប្រើវាបានទេហើយលីគីយ៉ុងក៏បានឆ្លើយថាមែនឬហើយលីគីយ៉ុងក៏បានបង្ហាញអំពីការប្រើប្រាស់នៃ magic ដោយបញ្ចេញភ្លើងនៅលើចង្អុលដៃហើយហាញ៉ាំឃើញហើយក៏បានសប្បាយចិត្តខ្លាំងមែនតើក៏បានត្រេកថាវ៉ូហើយលីគីយ៉ុងក៏បានកើតក្នុងចិត្តថាដងគូហើយនឹងខ្ញុំបានខំប្រឹងអស់ពីសមត្ថភាពហើយទៅបាន Clash Shieldman ហើយនៅ magic ហ្នឹងហើយលីគីយ៉ុងក៏បាននិយាយទៅកាន់ហាយ៉ានថាការសម័យគឺសំខាន់ណាស់ឧទាហរណ៍ថាបើយើងចង់ហៅអណ្ដាតភ្លើងឲ្យចេញមកបែបនេះអ្នកអាច cast spell អំឡុងពេលដែលអ្នកសម័យអំពីវាហើយហានយ៉ាងក៏បាននិយាយថាអូតែអ្វីដែលបានរំពឹងទុកពីបងខ្ញុំយល់ហើយលីគីយ៉ុងក៏បានគិតថាបញ្ហានោះគឺពេលដែល cast spell ចេញមកនោះវាដូចជាលេងល្ខោនអញ្ចឹងហើយក៏បាននិយាយទៅកាន់ហាយ៉ានថាហើយយ៉ាងស្ថានភាពរបស់អ្នកមិនទាន់បានផ្លាស់ប្ដូរអីសោះប្រហែលថ្ងៃនេះបែរជាអ្នកមិនអាចប្រើ magic បានទេលុះត្រាតែអ្នកបាន Clash magic សិននោះដូច្នេះអ្នកនឹងអាចទៅប្រមាញ់ជាមួយនឹងពួកយើងបានហើយព្យាយាមសាកល្បងជាមួយគ្នាមុននឹងថ្ងៃនឹងមកដល់ចាហើយហាយ៉ានក៏បាននិយាយថាទុកវាឲ្យខ្ញុំបងខ្ញុំនឹងខំប្រឹងឲ្យអស់ពីសមត្ថភាពហើយលីខ្ញុំក៏បាននិយាយទៅវិញថាឡអញ្ចឹងថ្ងៃហ្នឹងប៉ុណ្ណឹងសិនបានទេណោះស្រាប់តែភ្លាមនោះហានយ៉ានក៏បាននិយាយទៅកាន់លីគីយ៉ុងដោយញញញ័រហើយនៅមានរឿងខ្លះខ្ញុំអត់ទាន់យល់ហើយលីគីយ៉ុងក៏បាននិយាយថាពិតមែនហើយហាយ៉ានក៏បាននិយាយថាចេះម៉ណែរបស់ខ្ញុំវាបន្តកើនឡើងទៀតហើយលីគីយ៉ុងក៏បានគិតក្នុងចិត្តថាឡណាកំណត់របស់ខ្ញុំរីកចម្រើនលឿនមែននាងនឹងទទួលបានខ្លះឆាប់នេះឡណាអញ្ចឹងសាកមើលកម្រិតរបស់នាងមើលថាកម្លាំងដល់កម្រិតណាមាញ់អាយបន្តមកក៏បានលេចចេញ starter window របស់ហានយ៉ានមកបៀងហើយក៏ចាប់អារម្មណ៍ឃើញថាហើយក៏ជាចំណុចដែលធ្វើឲ្យលីគីយ៉ុងរបស់យើងគៀងខួតតែម្ដងដោយសារតែហាយ៉ានបានទទួលខ្លះជាមេឃហើយហាយ៉ានកំពុងតែកុហកទៅលើលីគីយ៉ុងថានាងមិនចេះមេឃជីកតតែសោះហើយលីគីយ៉ុងកំពុងតែធ្វើមុខស្លើស្រាប់តែហាយ៉ាននិយាយថាខ្ញុំនៅតែមិនទាន់ដឹងថាប្រើមិនណាដោយរបៀបណាទេហើយលីគីយ៉ុងក៏ក្នុងចិត្តថាកុហកនាងទទួលខ្លះនៅពេលណាប្រកាសហាយ៉ានកំពុងតែកុហកខ្ញុំភ្លាមនោះហាយ៉ានក៏បាននិយាយថាបងហើយលីគីយ៉ុងក៏បានតទៅវិញថាសុំទោសម៉ែនឹងខ្ញុំផ្លឹកបន្តិចហ្នឹងដូច្នេះអ្នកដឹងពីរបៀបគ្រប់គ្រងទៅលើម៉ាណាហើយមែនអត់ហើយហាយ៉ានក៏បានតទៅវិញថាចាបើសិនជាខ្ញុំធ្វើវាដូចតអ្នកប្រាប់ខ្ញុំហ្នឹងវានៅតែពិបាកណាឬហើយលីគីយ៉ុងក៏បានគិតក្នុងចិត្តថាពិបាកណាគ្មានផ្លូវទេជាមួយនឹង ability ខ្លាំងអញ្ចឹងហើយវាមិនដែលនាងមានអារម្មណ៍ពិបាកជាមួយនឹងការប្រើម៉ាណាទេហើយលីគីយ៉ុងក៏បាននិយាយទៅកាន់ហាយ៉ានថាអូខេអញ្ចឹងតោះយើងបង្កើតការសមាសជាមួយគ្នាហើយហាយ៉ានក៏បានតបទៅវិញថាអូខេបងហើយលីគីយ៉ុងរបស់យើងនឹងមើល stat របស់ហាយ៉ានបដើហើយក៏មើលមុខទៅលើហាយ៉ានបដើហើយគិតក្នុងចិត្តថាឆុយហាយ៉ានហ្នឹងមានផែនការអីហ្នឹងគិតហើយក៏បន្តបង្រៀនហាយ៉ានគ្រប់គ្រងម៉ាណាអញ្ចឹងឥឡូវនេះគិតពីភ្លើងនៅលើដៃរបស់អ្នកហើយអ្នកធ្វើវាបានដោយអ្វីដែលខ្ញុំបានប្រាប់ត្រូវអត់ហើយហាយ៉ានក៏បានឆ្លើយថាចាឆ្លើយរួចក៏បង្កើតចេញបានភ្លើងនៅលើដៃតូចមួយហើយមើលទៅហាយ៉ានមានក្តីសុខខ្លាំងមែនទែនបន្តមកក៏បាត់បង់លំនឹងនៃការគ្រប់គ្រងម៉ាណាក៏ធ្វើឲ្យរលត់ភ្លើងនៅលើដៃនោះទៅ
ក៏ដោយសារតែហាយ៉ាងបានកាត់ពីលីគីយ៉ុងខ្លាំងពេកដូច្នេះធ្វើឲ្យมันមានតុល្យភាពនៅក្នុងការគ្រប់គ្រងមណាហើយក៏បាននិយាយទៅកាន់លីគីយ៉ុងថាខ្ញុំគិតថាខ្ញុំមិនទាន់អាចធ្វើវាបានទេបើទោះបីជាបងឯងបានបង្រៀនខ្ញុំដោយយកចិត្តទុកដាក់យ៉ាងណាក៏ខ្ញុំមិនទាន់អាចធ្វើបានដែរតួមើលមុខហើយក៏គិតថាច្បាស់ណាស់នេះនាងធ្វើអញ្ចឹងដោយមានគោលបំណងហ្មងនេះហើយក្មេងតូចហាយ៉ាងយើងក៏បាននិយាយថាតើបងឯងអាចជួយបរិញ្ញាខ្ញុំម្ដងទៀតបានទេមែនហើយលីគីយ៉ុងរបស់យើងក៏បានតទៅវិញថាតោះថ្ងៃហ្នឹងយើងតែប៉ុណ្្នឹងសិនបានហើយខ្ញុំមានរឿងដែលត្រូវធ្វើឥឡូវនេះហើយហាយ៉ាងក៏បាននិយាយទៅកាន់លីគីយ៉ុងថាអញ្ចឹងថ្ងៃស្អែកបងឯងមកបរិញ្ញាខ្ញុំម្ដងទៀតណាជាការសន្យាណាដឹងនៅស្រាប់តែមានកញ្ញាម្នាក់ដើរមកហៅលីគីយ៉ុងរបស់យើងហើយកញ្ញាម្នាក់នោះមានឈ្មោះថាផាក់ហេយ៉ុងដើរមកហើយក៏បាននិយាយថាតើអ្នកមានពេលខ្លះអត់ហើយលីគីយ៉ុងក៏បានគិតថានាងជាកូនចាស់របស់លីជីយ៉េដែលលីជីយ៉េបានបញ្ជូននាងមកកាន់ខ្ញុំបន្ទាប់ពីថ្ងៃនោះថ្មីនេះខ្ញុំបានជួបនាងច្រើនជាងមុនដោយសារតែករណីរបស់សុកវូប៉ុន្តែថ្ងៃនេះនាងមានកម្រងផែនការអ្វីគិតរួចលីគីយ៉ុងក៏បាននិយាយទៅកាន់កញ្ញានឹងវិញថាបាទមិនអីទេហើយក៏បែរមកនិយាយជាមួយនឹងហាយ៉ានថាហាយ៉ានจะជួបគ្នានៅថ្ងៃស្អែកទៀតណាហើយហាយ៉ានក៏បាននិយាយទៅកាន់លីគីយ៉ុងវិញថាចាស់បងបាទគេថាកូននឹងខ្ជូតមែនតើក៏ប៉ុន្តែចាំមើលតិចទៀតដឹងហើយដឹងថាហាយ៉ាននឹងខ្ជូតប៉ុណ្ណាចាំមើលមកស្អីរឿងយើងវិញហាយ៉ាននិយាយរួចក៏បានដើរចេញបាត់ទៅហើយកញ្ញានឹងក៏បានដើរទៅនិយាយជាមួយនឹងលីគីយ៉ុងហើយលីគីយ៉ុងក៏បានសួរទៅកាន់កញ្ញានឹងថាមានរឿងអីមែនហើយកញ្ញានឹងក៏បានឆ្លើយទៅកាន់លីគីយ៉ុងវិញថាអត់មានអីផងប៉ុន្តែខ្ញុំបានឮថាគេបាន announcement new member សម្រាប់ទៅប្រមាណពួក monster នៅពេលខាងមុខនេះហើយលីគីយ៉ុងក៏បានឆ្លើយថាបាទត្រូវហើយកញ្ញានឹងក៏បាននិយាយទៀតថាបាទមិនតន់យឺតពេកទេខ្ញុំកំពុងគិតថាតែខ្ញុំអាចចូលរួមនៅក្នុងនោះបានទេហើយលីគីយ៉ុងរបស់យើងក៏បានប្រើម៉ាញហើយដើម្បីពិនិត្យមើលលើ state របស់កញ្ញាម្នាក់នោះហើយក៏បានឃើញថាសមត្ថភាពធម្មជាតិរបស់នាងជាប្រភេទ rare ដូច្នេះលីគីយ៉ុងរបស់យើងក៏បានទទួលយកនាងដើម្បីចូលទៅក្នុង member ហ្នឹងមូលហេតុដែលខ្ញុំអត់ហៅឈ្មោះកញ្ញាហ្នឹងដោយសារតែពាក្យក្រោយទៅអ្នកនរគ្នានឹងដឹងហើយថាយ៉ាងម៉េចខ្ញុំមិនដឹងដែរប៉ុន្តែដំបូងខ្ញុំគិតថាចង់ recommend ទៅលើហាយ៉ានហើយចោះហេតុផលរបស់អ្នកវិញតែអ្នកមិនគ្រាន់តែត្រូវការមនុស្សដែលអាចប្រយុទ្ធបានទេមែនអត់តែខ្ញុំមិនល្អជាងនឹងខ្លាំងជាងក្មេងនឹងទេមែនអត់និយាយថាចែនឹងជឿជាក់ថាហើយលេខខ្ញុំក៏បានគិតក្នុងចិត្តថាឆ្លើយមកគេនិយាយក្មេងតូចម្នាក់ហ្នឹងអនាគតទៅជាកំពូលអ្នកប្រើមេឃក៏ប៉ុន្តែទោះបីជាមានទុននាទីជាជំនួយការក៏ដោយស្ថិតិរបស់ពួកគេមិនមែនធម្មតាទេវាលេចធ្លោខ្លាំងណាស់គាត់រួយក៏បាននិយាយទៅកាន់កញ្ញានឹងវិញថាអញ្ចឹងខ្ញុំគួរតែនិយាយជាមួយយ៉ុងសុងសិនហើយកុំសង្ឃឹមខ្ពស់ពេកអីហើយកញ្ញានឹងក៏បានតបវិញថានិយាយតែប៉ុណ្្នឹងក៏គ្រប់គ្រាន់សម្រាប់ឲ្យខ្ញុំមានក្តីសង្ឃឹមដែរសាច់រឿងបានកាត់ទៅដល់ថ្ងៃដែលបានជ្រើសរើស member ថ្មីដើម្បីទៅប្រមាញ់ពួក monster ហើយជាយេក៏បានប្រាប់ឲ្យអ្នកទាំងអស់គ្នាដែលនៅខាងក្រោមហ្នឹងស្ងៀមស្ងាត់ដើម្បី focus ទៅលើដើម្បីឲ្យយ៉ុងសុងបានសង្កេតកថាហើយយ៉ុងសុងក៏បានឡើងទៅនិយាយសង្កេតកថាហើយយើងបានឃើញថាយ៉ាងក៏នៅទីនោះដែរដើម្បីរងចាំលីគីយ៉ុងហៅឈ្មោះខ្លួនដើម្បីទៅប្រមាញ់ពួក monster ទាំងអស់គ្នាហើយយើងឃើញថាហាយ៉ានក៏បានធ្លាក់ក្នុងអន្លង់ស្នេហ៍ទៅលើបរិសល្បិចកលលីគីយ៉ុងរបស់យើងដល់សែនជ្រៅមែនទែនហើយក៏ស្រាប់តែកញ្ញាម្នាក់នោះបានមកនិយាយជាមួយនឹងហាយ៉ានហើយក៏បាននិយាយឌឺដងផ្លែផ្កាទៅកាន់ហាយ៉ានហើយក៏បានប្រមាថហាយ៉ានថាធ្វើមុខឡប់អីចឹងទៅហ្នឹងហើយបានឌឺទៀតថាមើលទៅកាន់មុខឯងទៅឯងស្រឡាញ់លីគីយ៉ុងមែនអត់ហើយហាយ៉ានក៏បានប្រតិកម្មយ៉ាងខ្លាំងចំពោះពាក្យសម្ដីរបស់កញ្ញាម្នាក់នោះហើយកញ្ញាម្នាក់នោះក៏បាននិយាយឌឺដងបន្ថែមទៀតដោយអួតថាខ្លួនបានចូលរួម member ថ្មីហ្នឹងហើយដែលថា
លីគីយ៉ុងហ្នឹងមិនបានយកហាយ៉ាននោះទេតែលីគីយ៉ុងហ្នឹងយកជ្រើសរើសយកនាងទៅវិញហើយថាលីគីយ៉ុងហ្នឹងបានបោះបង់ចោលហាយ៉ានហ្នឹងឯងហើយកញ្ញាម្នាក់ហ្នឹងក៏បាននិយាយចាក់ចុចរហូតដែលធ្វើឲ្យកញ្ញាហាយ៉ានរបស់យើងនៅមានភាពតក់ស្លុតហើយក៏ភ័យខ្លាចយ៉ាងខ្លាំងដោយសារតែខ្លាចបាត់បង់មនុស្សដែលខ្លួនឯងស្រឡាញ់ដោយដែលបងស្រីទាំងពីរនាក់របស់ខ្លួននឹងបានបោះបង់ចោលនាងអញ្ចឹងដែរហើយក៏បានប្រាប់ហាយ៉ានថាខ្លួនឯងនឹងបានលួចលីគីយ៉ុងចេញពីហាយ៉ានហ្នឹងហើយហាយ៉ានហ្នឹងក៏បានមានចិត្តប្រច័ណ្ឌហើយនឹងខឹងយ៉ាងខ្លាំងហើយក៏បានទន់ជង្គង់ក្រាបរួចក៏កាត់ស្រមើស្រមៃទៅកាន់លីគីយ៉ុងដោយគិតក្នុងចិត្តថាបងលីគីយ៉ុងមិនមែនជាមនុស្សបែបហ្នឹងទេគាត់បានសន្យានឹងខ្ញុំហើយថានឹងយកខ្ញុំទៅ New Member ហ្នឹងហើយក៏បានសន្យាថានឹងអនុវត្ត Magic ជារៀងរាល់ថ្ងៃជាមួយគ្នាគាត់និយាយថាខ្ញុំដូចជាគ្រួសាររបស់គាត់អញ្ចឹងហើយកំហុសបន្តិចបន្តួចវាមិនអីទេហើយគាត់និយាយទៀតថាខំប្រឹងហ្វឹកហាត់ទាំងអស់គ្នាហើយក៏បានសម័យឃើញនៅពេលដែលលីគីយ៉ុងបាននិយាយទៅកាន់ខ្លួនឯងថានៅក្នុងកែវភ្នែករបស់ខ្ញុំហាយ៉ានមិនមែនជាមនុស្សបែបហ្នឹងទេហើយក៏បានគិតក្នុងចិត្តថាខ្ញុំប្រហែលជាយឺតហើយនៅល្ងងខ្លាំងណាស់ប៉ុន្តែខ្ញុំដឹងថាបងគីយ៉ុងគាត់មើលថាខ្ញុំបានល្អណាស់ប៉ុន្តែមនុស្សនោះមិនឈប់និយាយពីកុហកដល់គួរឲ្យស្អប់ខ្ពើមនោះទេឆ្នេះកុំស្ដាប់មនុស្សម្នាក់ហ្នឹងបងកុំបោះបង់ខ្ញុំចោលអីបងយើងហើយណាសុំអូប៉ាសុំគុំហើយហាយ៉ានក៏បានឃើញពេលអ្នកនោះកំពុងតែនិយាយគ្នាហើយក៏បានគិតថាលីគីយ៉ុងហ្នឹងបាននិយាយទៅកាន់កញ្ញានោះថានិយាយតាមត្រង់ទៅចុងហាយ៉ានគឺល្ងងណាស់ហើយខ្ញុំធុញនាងហើយអូប៉ាហើយហាយ៉ានក៏បានគិតថាពេលអ្នកនោះកំពុងតែនិយាយថាឲ្យខ្លួនឯងហើយគិតថាលីគីយ៉ុងហ្នឹងបានបោះបង់នាងចោលដោយគិតថាពេលអ្នកនោះកំពុងតែសារសងគ្នាអីចឹងទៅហើយក៏បានគិតតែឯងទៀតថាទេសុំមែនតើវាឈឺណាស់ជុំភ្លាមខ្ញុំនិយាយថាវាឈឺឈុំដកដៃអ្នកចេញពីបងរបស់ខ្ញុំនិយាយតាមត្រង់ទៅខ្ញុំសុំជាមួយនឹងបងគីយ៉ុងជាងអ្នកទៅទៀតកុំយកបងគីយ៉ុងអូប៉ែចេញពីខ្ញុំបងគីយ៉ុងចាប់ផ្ដើមនៅភាគនេះសាច់រឿងបានកាត់ទៅប្រហែលនាទីនៅពេលដែលយ៉ុងសុងកំពុងតែសង្កេតកថាដែលនិយាយអំពីការរក member ថ្មីហ្នឹងឯងដើម្បីស្វែងរកស្បៀងអាហារមកផ្គត់ផ្គង់ចំនួនមនុស្សដែលនៅក្នុងជំរំមួយនេះខណៈពេលនោះដែរយ៉ុងសុងក៏បានឲ្យលីគីយ៉ុងបញ្ចេញនៅ magic របស់ខ្លួនហើយលីគីយ៉ុងក៏បានបញ្ចេញ magic មួយគឺ flame ហើយក៏ធ្វើឲ្យមនុស្សដែលនៅក្នុងជំរំមួយនោះភ្ញាក់ផ្អើលមែនទែនហើយលីគីយ៉ុងក៏បាននិយាយថាប្រិយមិត្តទាំងអស់គ្នាដោយអ្វីដែលអ្នកគ្រប់គ្នាបានដឹងហើយថានៅទីកន្លែងនេះមិនដូចអ្វីដែលអ្នកទាំងអស់គ្នាបានធ្លាប់ស្គាល់ដូចនៅផែនដីនោះទេ Starter Window Ability ខ្លះហើយស្អីគេនោះហ្នឹងគឺនៅក្នុងពិភពលោកនេះក៏ដូចជានៅក្នុងហ្គេមអញ្ចឹងហើយនៅក្នុងទីកន្លែងនេះខ្លះរបស់ខ្ញុំគឺជា Magic ហើយខ្ញុំនៅតែជាអ្នកចាប់ដើមដំបូងនោះទេគឺជាមនុស្សធម្មតាមិនខុសអ្វីពីអ្នកទាំងអស់គ្នានោះទេដំបូងឡើយខ្ញុំតែងតែរត់គេចហើយនឹងលាក់ខ្លួនចេញពីពួក monster នោះដោយការភ័យខ្លាចទោះជាយ៉ាងណាក៏ដោយប្រសិនបើជាអ្នកប្រយុទ្ធដោយគ្មានភាពភ័យខ្លាចនោះអ្នកទាំងអស់គ្នានឹងមានកម្លាំងដែលអាចធ្វើការប្រយុទ្ធឈ្នះពួកគេពួកយើងទាំងអស់គ្នាត្រូវតែធ្វើសកម្មភាពឲ្យខ្លាំងក្លាហើយពួកយើងត្រូវតែខ្លាំងក្លាដើម្បីអាចឲ្យមនុស្សគ្រប់គ្នាអាចរស់រានមានជីវិតនិងចាកចេញពីទីនេះបានទាំងអស់គ្នាហើយអនណប់នោះក៏បានស្រែកថាយេពួកយើងអាចធ្វើវាបានវ៉ាវបងឯងពិតជាលយមែនខ្ញុំចង់ធ្វើអញ្ចឹងដែរហើយយ៉ុងសុងក៏បាននិយាយថាវាជាការឆ្លើយតបល្អមួយហើយលីគីយ៉ុងក៏បានតបទៅវិញថាខ្ញុំសន្យាថាអារម្មណ៍របស់ពួកគេវាបានផ្លាស់ប្ដូរខ្លះហើយចាប់នេះនឹងមានមនុស្សដែលប្រឆាំងហើយឌូហ្គូក៏បាននិយាយថាតែវាល្អជាងចាំស្លាប់ដបងមានចង់ប្រាប់ថាសលេងថ្ងៃនេះរៀងសើចទេដោយសារតែថ្ងៃនេះអស់កម្លាំងមែនដែរចឹងយើងតសាច់រឿងយើងទៀតខ្យល់លូច្រើនដោយសារខ្លាចគេថាចេញវីដេអូចេញមកលូហើយលីគីយ៉ុងក៏បានប្រកាសទៀតថាដូច្នេះគណៈពេលនេះយើងនឹងធ្វើការជ្រើសរើសមនុស្សពីរនាក់ដើម្បីធ្វើការសាក់លបងមកជាមួយពួកយើងគឺចុងហាយ៉ាន់
ជាមួយនឹងផាកហេយ៉ុងហើយកញ្ញានោះបានដើរឡើងលើវេទិកាយ៉ាងមានមោទនភាពហើយក៏បាននិយាយទៅកាន់លីគីយ៉ុងថាខ្ញុំសូមផ្ញើខ្លួនផ្ញើប្រាណទៅលើអ្នកហើយណានិយាយរួចក៏បានចាប់ដៃទៅលើលីគីយ៉ុងហើយលីគីយ៉ុងក៏បានឆ្លៀតខ្សឹបទៅលើកញ្ញាម្នាក់ហ្នឹងថាកញ្ញាហេយ៉ុងអំបញ្ញមិញនេះអ្នកបាននិយាយចាក់រកទៅលើកញ្ញាហាយ៉ាន់ហើយនេះគ្រាន់តែជាការព្រមានប៉ុណ្ណោះប៉ុន្តែកុំធ្វើឲ្យរឿងនេះវាធំឡើងហើយនៅឲ្យបានសុខជាមួយគ្នាចុះយល់នៅបើសិនជាអ្នកទៅរំខានហាយ៉ាន់ម្ដងទៀតនោះជីវិតអ្នកនៅទីនេះនឹងរស់ដោយពិបាកហើយយល់អត់យល់ហើយឬនៅហើយកញ្ញានោះក៏បានតបវិញថាចាយល់ហើយនៅត្រង់ចំណុចនេះនៅភាគមុនដែលថាហាយ៉ានបានមើលឃើញពីក្រោមឆាកហ្នឹងកន្លែងហ្នឹងហាយ៉ានបានឃើញកញ្ញាហ្នឹងហើយនឹងលីគីយ៉ុងបានចាប់ដៃគ្នាហ្នឹងហាយ៉ានគិតណាណៃបែកអូហូស្តឹងណោះតែពិតលីគីយ៉ុងគម្រាមជាបែកនេះសោះហើយលីគីយ៉ុងក៏បានចាប់ដៃហើយក៏បាននិយាយទ្របល់ទៅកាន់កញ្ញានោះវិញបន្តមកទៀតនៅពេលដែលកញ្ញានោះបានដើរចាកចេញទៅបាត់លីគីយ៉ុងក៏បានក្រឡេកទៅឃើញកញ្ញាហានយ៉ានកំពុងតែឈរដោយពិបាកចិត្តនៅខាងក្រោមឆាកនោះហើយលីគីយ៉ុងក៏បានសម្លឹងទៅឃើញកែវភ្នែករបស់ហានយ៉ានដោយគួរឲ្យភ័យខ្លាចខ្លាំងមែនទែនដោយសារតែកញ្ញាហានយ៉ាននឹងបានគិតទៅលើលីគីយ៉ុងបែកអូហូស្តឹងណាណៃនោះហើយលីគីយ៉ុងឃើញអញ្ចឹងហើយក៏បានតក់ស្លុតខ្លាំងមែនទែនហើយក៏បានគិតក្នុងចិត្តថាឆុយមានរឿងកាត់ឡើងហ្នឹងហើយអត់ទាន់ដឹងទេតែហានយ៉ានកំពុងតែគិតមិនល្អអញ្ចឹងទៅហើយលីគីយ៉ុងក៏បានគិតតទៀតថាតើខ្ញុំកំពុងតែសម័យមែនស្រាប់តែភ្លាមនោះដងគូក៏បានសួរទៅកាន់លីគីយ៉ុងថាលបងឯងឈឺមែនមិនបងឯងបែកញើសខ្លាំងមែនខ្ញុំមានអារម្មណ៍មកស្រួលខ្លួនតិចតួចហ្នឹងអូពួកយើងនឹងទៅប្រហែលនាថ្ងៃស្អែកហើយអញ្ចឹងថ្ងៃនេះបងឯងសម្រាប់សិនណាបងឯងបានចំណាយពេលពីមួយថ្ងៃទៅមួយថ្ងៃដើម្បីគិតពីមនុស្សដែលនៅក្នុងជំរំនេះបងឯងក៏គួរតែគិតអំពីខ្លួនឯងបន្តិចផងហើយដងគូក៏បន្តនិយាយទៅកាន់លីគីយ៉ុងទៀតថាតែអាហារដែលពួកយើងកំពុងញ៉ាំហ្នឹងវាអន់ពេកមែនថាខ្ញុំកំពុងបារម្ភពីបងឯងទេប៉ុន្តែយ៉ាងហោចណាស់បងឯងអាចញ៉ាំនំប៉័ងរបស់ខ្ញុំបានស្រាប់តែភ្លាមនោះហាយ៉ាន់ក៏បានលើកដៃ hello ទៅកាន់លីគីយ៉ុងហើយលីគីយ៉ុងក៏បានលើកដៃ hello ទៅកាន់ហាយ៉ាន់វិញដោយញញឹមលេងសំហើយកញ្ញាហេយ៉ុងនោះឃើញទឹកមុខលីគីយ៉ុងអញ្ចឹងហើយក៏បានគិតអំពីនៅពេលដែលលីគីយ៉ុងបានប្រមានទៅលើរូបនាងហើយនាងក៏បានគិតតទៀតថាគាត់បានមើលធ្លុះខ្ញុំចង្រៃទៅយកហើយនាងក៏បានគិតនៅពេលដែលនាងបានប្រព្រឹត្តអំពើដូចគ្នាទៅលើលីជីយេប៉ុន្តែលីជីយេបានធ្វើតាមអ្វីដែលកញ្ញាហេយ៉ុងនឹងបាននិយាយគ្រប់បានឡើងពេកក៏បានដើរទៅសួរកញ្ញាលីជីយេហើយលីជីយេក៏បានសួរថានៅថ្ងៃស្អែកនឹងបានប្រភេទអីខ្លះអញ្ចឹងទៅហើយកញ្ញាហេយ៉ុងនឹងក៏បាននិយាយថាតើអ្នកបានប្រាប់ខ្ញុំថាឲ្យខ្ញុំសម្ដែងដូចជាខ្ញុំនឹងទៅបម្រើគីយ៉ុងហើយលីជីយេក៏បានតបទៅវិញថាមែនហើយបើចាំបាច់រឿងបែបនេះមិនមែនជារឿងអណៃចូលចិត្តទេមែនហេយ៉ុងហើយតើការបង្កើតទំនាក់ទំនងជាមួយនឹងមនុស្សដែលមានសមត្ថភាពតើខុសអ្វីទៅខ្ញុំមិនមែនជាប្រភេទមនុស្សដែលចូលចិត្តភ្នាល់ទេដូច្នេះខ្ញុំចង់មានការធានាឲ្យច្បាស់លាស់និងមានសមត្ថភាពបំផុតឬចឹងហើយហេយ៉ុងក៏បានគិតក្នុងចិត្តថាចុយម៉ែអញឥឡូវនេះអញកំពុងតែនៅខាងអាក្រក់របស់គាត់ហើយហ្នឹងគិតប៉ុណ្្នឹងរួចក៏សម្លឹងទៅមើលលីគីយ៉ុងហើយក៏បានគិតតទៅទៀតថាបើគិតមើលទៅអាប៉ែកនឹងចូលមកភ្លាមតែម្ដងបើគិតទៅអាប៉ែកនឹងចូលមកភ្លាមទៅដើមការគ្រប់គ្រងរបស់ជីយេភ្លាមអាប៉ែកនឹងមិនមែនជាមនុស្សដែលខ្ញុំអាចមើលស្រាលបានទេចង្រៃយកខ្ញុំដើរខុសមួយជំហានបាត់ហើយបើខ្ញុំត្រូវឈរនៅពីក្រោយខ្នងរបស់លីគីយ៉ុងនៅពេលនោះខ្ញុំនឹងក្លាយទៅជាមនុស្សទាបជាងហានយ៉ានដែលជាមនុស្សគ្មានប្រយោជន៍ទៅទៀតវានឹងធ្វើឲ្យការខិតខំប្រឹងប្រែងរបស់ខ្ញុំក្លាយទៅជាអាសាបងទាំងអស់ចង្រៃយកខ្ញុំមិនអាចឲ្យវាកើតឡើងបានទេខ្ញុំមិនអាចឈរមើលរឿងហ្នឹងឲ្យកើតឡើងស្រួលបានទេខ្ញុំត្រូវតែធ្វើឲ្យគីយ៉ុងពេញចិត្តខ្ញុំឲ្យបានមានតែបែបហ្នឹងទេទើបធ្វើឲ្យខ្ញុំអាចរស់រានមានជីវិតបានបន្ទាប់ពីការគិតរបស់ហេយ៉ុងសាច់រឿងបានកាត់មកដល់ថ្ងៃស្អែកហើយយ៉ុងសុំក៏បាននិយាយទៅកាន់អ្នកគ្រប់គ្នាថាដងគូហើយនឹងខ្ញុំនឹងទៅបើកផ្លូវឲ្យហើយគីយ៉ុងហើយនឹងហានយ៉ានហើយនឹងហេយ៉ុងអ្នកទាំង3នាក់ចាំជួយ support ពីក្រោយ
ជាពិសេសហាយ៉ានជាមួយនឹងហេយ៉ុងត្រូវប្រុងប្រយ័ត្នឲ្យបានច្រើនដោយសារតែនេះជាសង្គ្រាមពិតប្រាកដរបស់អ្នកទាំងពីរហើយអ្នកផ្សេងទៀតសូមចូលរួមប្រយុទ្ធឲ្យសកម្មដើម្បីមានភាពស៊ាំជាមួយនឹងការប្រយុទ្ធទាំងអស់នេះហើយចំពោះយុទ្ធសាស្ត្រនៅក្នុងការប្រយុទ្ធខណៈពេលនោះលីគីយ៉ុងក៏បានសម្លឹងមើលទៅហានយ៉ានហើយក៏បានគិតនៅក្នុងចិត្តថាទាំងមុខដែលខឹងអំបញ្ញមិញនេះតើវាជាការសម័យរបស់ខ្ញុំមែនទេនិយាយតាមត្រង់ទៅប្រហែលជាខ្ញុំគិតអំពីហានយ៉ានច្រើនពេកហើយគិតរួចហើយក៏បានក្រឡេកទៅមើលហានយ៉ានហើយហានយ៉ានក៏បានឃើញលីគីយ៉ុងមើលខ្លួនហើយក៏ញញឹមដាក់លីគីយ៉ុងវិញទាំងក្តីស្រឡាញ់តែម្ដងហើយលីគីយ៉ុងឃើញចឹងហើយក៏បានគិតក្នុងចិត្តថាឥឡូវនេះគាត់តែសង្កេតមើលនាងសិនណាហើយគណៈពេលនោះដែរហេយ៉ុងក៏បានមើលទៅកាន់លីគីយ៉ុងបន្តមកទៀតក៏បានឮសំឡេងរបស់យ៉ុងសុងបាននិយាយថាដូច្នេះតោះពួកយើងចេញដំណើរហើយយ៉ុងសុងក៏បានគិតក្នុងចិត្តថាកាលពីមុនខ្ញុំមិនដឹងទេថាតើដំណើរនៅខាងមុខនេះនឹងធ្វើឲ្យភ្ញាក់ផ្អើលប៉ុណ្ណានោះទេបណ្ដាត្រឹមនេះសាច់រឿងនៃ chapter ទី11ក៏ត្រូវបានបញ្ចប់ហើយសង្ឃឹមថាអ្នកនរគ្នានឹងចូលចិត្តនៅវីដេអូនេះហើយខ្ញុំខំធ្វើឲ្យបានវែងដែរប៉ុន្តែអាកន្លែងណាអត់ប្រយោជន៍ជាងខ្ញុំកាត់ចឹងទៅចឹងក៏វាអត់បានវែងច្រើនពេកទៅហើយមួយទៀតវីដេអូមួយខ្ញុំធ្វើយូរមិនដោយសារធ្វើយូរអីទេគឺបញ្ចូលសលេងគឺថាខ្ញុំនិយាយសម្រាយហ្នឹងគឺនិយាយចង់1000ដងមិនត្រូវមួយវិសាខ្ញុំនិយាយតឡាន់ហើយអ្នកដែលអត់ទាន់ Subscribe ជួយ Subscribe ដាក់សញ្ញារូបកណ្ដឹងម្នាក់មួយផងជម្រាបលាអ្នកនរគ្នាបាយបាយ